គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់លក្ខខណ្ឌនៅក្នុង C# លក្ខខណ្ឌដែលខ្ញុំប្រើប្រាស់នេះមានឈ្មោះថា if condition គេប្រើដើម្បីសិក្សាលក្ខខណ្ឌហ្នឹងថាបើសិនជាវាពិតធ្វើអីគេបើមិនពិតធ្វើអីគេហើយបើមិនពិតតើគួរចង់ធ្វើអ្វីឧទាហរណ៍នៅក្នុងវីដេអូនេះ int score ស្មើ90បើសិនជា score ធំជាងឬស្មើ90ខ្ញុំនឹងបង្ហាញ grade A បើសិនជា score វាធំជាងឬស្មើ70ខ្ញុំបង្ហាញ grade B ប៉ុន្តែបើសិនជាអត់ចូលលក្ខខណ្ឌពីរខាងលើនេះទេខ្ញុំបង្ហាញ grade C ដូច្នេះ score ដំបូង90ខ្ញុំវាចូលមក grade A នៅក្នុងនេះឥឡូវនេះខ្ញុំសាកបដូរទៅជាលក្ខខណ្ឌ70អញ្ចឹងខ្ញុំ restart application ចាំមើលវាចេញអីគេដែរបាទអូខេវាចេញ grade B ឃើញទេអ្នកនរគ្នាចុះបើសិនខ្ញុំដាក់លក្ខខណ្ឌថា40ចេញអ្វីដែរ40ចាំមើលបន្តិចវា build application សិនអូខេចេញ grade C អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត